Nê Mỹ Rê Chia Đọ Tị Buồnព្រះបរមសាស្តាចារ្យជាអម្ចាស់កាលទ្រង់សម្រេចព្រះឥរិយាបថនៅមគ្គទេវអម្ពវ័ននគរមិថិលាទ្រង់ប្រារព្ធនៅសេតបាតុកម្មការធ្វើឲ្យប្រកបដោយកិរិយាញញឹមទ្រង់សម្ដែងព្រះធម៌ទេសនាអច្ឆេរង្គវតលោកាស្មឹងដូច្នេះជាដើមសេចក្តីថាថ្ងៃមួយវេលាសាយន្តហសម័យព្រះចិនស្រីទ្រង់ធ្វើព្រះពុទ្ធដំណើរទៅក្នុងអម្ពវ័ននោះជាមួយភិក្ខុទាំងឡាយដ៏ច្រើនបានទតឃើញនៅភូមិប្រទេសជារមណីយដ្ឋានទ្រង់មានព្រះពុទ្ធបំណងនិងថ្លែងនៅបុព្វចរិយារបស់ព្រះអង្គទើបទ្រង់ញញឹមព្រះអង្គដែលព្រះអានន្ទក្រាបបង្គំទូលសួរនៅហេតុនៃកិរិយាញញឹមក៏ទ្រង់មានព្រះពុទ្ធដីកាថាពីដើមក្នុងកាលតថាគតជាព្រះបាទមគ្គទេពធ្លាប់នៅអាស្រ័យក្នុងទីនេះភិក្ខុទាំងឡាយអារាធនាសូមព្រះអង្គសម្ដែងរឿងពីព្រេងនាយរបស់ព្រះអង្គនោះទើបព្រះអង្គទ្រង់សម្ដែងនៅអតីតនិទាននេះថាអតីតេភគវេវិតេហរដ្ឋេមិថេលានគិរេមគ្គទេវោនេមរាជាអហោសិមនាលភិក្ខុទាំងឡាយក្នុងកាលកន្លងទៅហើយមានព្រះរាជាមួយអង្គទ្រង់ព្រះនាមមគ្គទេពសោយរាជក្នុងនគរមិថិលាដែនវិទេហរៈព្រះរាជាអង្គនោះមានព្រះជន្មវែងណាស់ទ្រង់ត្រាស់ព្រះរាជអង្ការផ្ដាំខ្មាន់ព្រះកេសថាកាលណាអ្នកឯងឃើញសក់ខ្ញុំស្កូវត្រូវប្រាប់ខ្ញុំកុំខានចំណេមកខាងក្រោយព្រះអង្គបានទតពិចារណានៅព្រះកេសាស្កូវដែលខ្មាន់ព្រះកេសាយកមកថ្វាយក៏ទ្រង់ឃើញជាក់ថាហាក់ដូចជាមរណៈធ្លាក់មកជាប់ចំព្រះនលាតទៅព្រះននាថទ្រង់ព្រះរាជទានស្រុកសួយមួយដល់ខ្មាន់ព្រះកេសព្រះរាជទានរាជសម្បត្តិដល់ព្រះរាជបុត្រច្បងព្រមទាំងព្រះរាជឱវាទថាបើឯងចូលបួសរក្សាបវេណីតទៅកុំខានទ្រង់ព្រះរាជទានព្រះឱវាទដូច្នេះស្រេចស្ដេចចាក់ចេញពីព្រះរាជបុរីទៅទ្រង់ព្រះភ្នោះជាឥសីគង់នៅក្នុងព្រៃព្រឹក្សាចម្រើនព្រហ្មវិហារលុះត្រាអស់ព្រះជន្មបានទៅកើតក្នុងព្រហ្មលោកចំណែកខាងព្រះរាជបុត្រនិងព្រះរាជនត្តាដែលសោយរាជតគ្នាតែងចេញទៅទ្រង់ព្រះភ្នោះតបវេណីខ្វះតែពីព្រះអង្គទៀតនឹងបានចំនួន 84000 ព្រះអង្គព្រះបាទមគ្គទេពជាបឋមក្សត្រមុនក្សត្រទាំងអស់នោះដែលស្ថិតនៅព្រហ្មលោកទ្រង់ប្រមាលមើលនៅព្រះរាជវង្សារបស់ព្រះអង្គឃើញថាទ្រង់គង់នៅហើយតទៅនឹងដាច់បវេណីនោះទើបជាយុទ្ធចុះមកចាប់បដិសន្ធិក្នុងឧទោព្រះអគ្គមហេសីនៃព្រះចៅក្រុងមិថិលានៅនាទីដដែលថ្ងៃដែលទ្រង់ប្រសូតពួកហោរាទាយថាព្រះរាជកុមារនឹងជាអ្នករក្សាបវេណីតទៅព្រះរាជបិតាទ្រង់ព្រះចិន្តាថាកូននេះជាអ្នកធ្វើនៅបវេណីនៃវង្សត្រកូលឲ្យប្រព្រឹត្តទៅដូចជាដុំនៃកង់រទេះទ្រង់ព្រះចិន្តាដូច្នេះទើបទ្រង់ព្រះរាជទានព្រះនាមថានេមិរាជកុមារក្នុងកាលដែលព្រះនេមិរាជកុមារចម្រើនវ័យព្រះចក្រីទ្រង់ផ្ទេររាជសម្បត្តិព្រះរាជទានព្រះរាជបុត្រនោះហើយស្ដេចចេញទៅទ្រង់ព្រះភ្នោះជាឥសីគង់ក្នុងព្រៃអម្ពវ័ននោះឯងចំណែកព្រះបាទនេមិរាជទ្រង់ឲ្យសាងសាលាឆទាន5ខ្នងទ្រង់បរិច្ចាគប្រាក់ព្រះរាជទ្រព្យ 1000 កហាបណៈសម្រាប់ព្រះរាជទានដល់អ្នកកំសត់ទុរគតក្នុងសាលានីមួយៗរាល់ថ្ងៃទ្រង់រក្សាសិល5ជានិច្ចរក្សាសិលឧបោសថរាល់ថ្ងៃឧបោសថទ្រង់តែងបបួលប្រជាជនក្នុងការបុណ្យជាកុសលទ្រង់តែងសម្ដែងធម៌ប្រាប់ផ្លូវឋានសួគ៌ព្រមទាំងញ៉ាំងមហាជនឲ្យចេះខ្លាចនរកអច្ឆេរង្គវតលោកាស្មੰឧបចន្តិវិចក្ខណាយនេមហុនេមិរាជាបណ្ឌិតោកុសលតិកោមនាលភិក្ខុទាំងឡាយក្នុងការដែលព្រះបាទនេមិរាជាបណ្ឌិតអ្នកត្រូវការដោយកុសលទ្រង់តែងឲ្យទាននោះមនុស្សនិងទេវតាទាំងឡាយតែងសរសើរថាអស្ចារ្យណាស់ណោអ្នកប្រាជ្ញមានប្រាជ្ញាជាគ្រឿងពិចារណាកើតឡើងក្នុងលោកហើយក្នុងថ្ងៃឧបោសថមួយព្រះបាទនេមិរាជទ្
ទ្រង់មានព្រះវិតកៈពុំដាច់ស្រេចថាផលនៃទាននិងសិលធម្មតាថ្លៃថ្លាជាងផលនៃព្រហ្មចរិយធម៌ឬផលនៃព្រហ្មចរិយធម៌ថ្លៃថ្លាជាងផលនៃទានសិលខណៈនោះព្រះឥន្ទចុះមកសន្ទនាសម្រេចសេចក្តីឲ្យទ្រង់យល់ថាផលនៃព្រហ្មចរិយធម៌ថ្លៃថ្លាជាងផលនៃទានសិលកាលដែលព្រះឥន្ទទ្រង់និវត្តនាការទៅដល់ឋានត្រៃត្រឹងវិញទេវតាទាំងឡាយថ្វាយបង្គំសួរនៅពេលរាជដំណើរដែលស្ដេចមកកាន់មនុស្សលោកព្រះឥន្ទទ្រង់សរសើរប្រាប់នៅគុណធម៌របស់ព្រះបាទនេមិរាជពួកទេវបុត្រទេវធីតាក៏ក្រាបបង្គំទូលថាព្រះបាទនេមិរាជនឹងឯងហើយជាអាចារ្យរបស់ខ្ញុំព្រះអង្គទាំងឡាយខ្ញុំព្រះអង្គទាំងឡាយដែលបានមកសោយទិព្វសម្បត្តិទាំងនេះក៏ព្រោះអាស្រ័យនៅការស្ដាប់ព្រះរាជឱវាទនៃព្រះបាទនេមិរាជនោះហេតុដូច្នោះសូមព្រះអង្គចាត់ឲ្យទៅនាំយកព្រះបាទនេមិរាជនោះមកដើម្បីឲ្យខ្ញុំព្រះអង្គទាំងឡាយបានថ្វាយបង្គំស្ដាប់ធម៌ផ្ទាល់ព្រះអង្គម្ដងទៀតព្រះឥន្ទ្រាធិរាជក៏ចាត់មាតុលីទេវបុត្របវេជ្ជយន្តរតមកទទួលព្រះបាទនេមិរាជទៅកាន់ឋានសួគ៌កាលដែលព្រះបាទនេមិរាជមានពួកអាមាត្យជាបរិវារកំពុងគង់ពិចារណាសិលក្នុងមហាផ្ទៃនាទីខាងមុខព្រះរាជដំណាក់ក្នុងរាត្រីនៃថ្ងៃឧបោសថមួយរាជរដ្ឋនោះក៏លេចធ្លោមកជាមួយនឹងវងព្រះចន្ទ្រាកណ្ដាលវងតារាទិសបូរពួកមហាជនក៏ស្រែកហូថាព្រះចន្ទពីររះឡើងហើយលុះដល់រាជរដ្ឋនោះមកចុះខាងមុខព្រះរាជដំណាក់ទើបដឹងជាទេវតាមកទទួលព្រះមហាក្សត្ររបស់ខ្លួនព្រះបាទនេមិរាជបានទទួលការអារាធនានៃមាតុលីទេវបុត្រហើយទ្រង់លាប្រជាពលរដ្ឋរបស់ព្រះអង្គគង់លើវេជ្ជយន្តរតដែលមាតុលីទេវបុត្រនាំចេញអំពីមនុស្សលោកទៅមាតុលីទេវបុត្រទូលស្នើថាព្រះអង្គសពព្រះរាជហឫទ័យចង់ទោតឋាននរកមុនឬសពព្រះរាជហឫទ័យចង់ទោតឋានសួគ៌មុនព្រះបាទនេមិរាជថាឋាននរកមុនទើបមាតុលីទេវបុត្របរតទៅកាន់យមលោកដល់ស្ទឹងវេតារណីបង្ហាញស្ទឹងនោះដែលតាំងឡើងតាមរដូវមានកម្មជាបច្ច័យក្បែរស្ទឹងនោះមានពួកនារីបាលកាន់អាវុធផ្សេងមានដាវលំបែងស្នែងក្របីចំពុះទង់និងដំបងជ្រុងជាដើមពួយចាក់វាយសម្ពងពួកសត្វនរកបណ្ដេញឲ្យធ្លាក់ចុះក្នុងស្ទឹងវេតារណីស្ទឹងនោះដេដាស់ពីដោយព្រៃផ្ដៅមានបន្លាប៉ុនចំពុះទង់សត្វនរកទាំងនោះស្ទុះទម្លាក់ធ្លាក់ទៅលើព្រៃផ្ដៅត្រូវបន្លាមុតតពុរយះរយាយដោយគេអង្កន់ហើយស្លន់កាញ់ជ្រូលទម្លាក់ធ្លាក់ខ្លួនទៅលើចម្រោងដែកស្រួចប៉ុនដើមត្នោតប្រឹងរើច្រឡោតធ្លាក់ទៅលើស្លឹកឈូសដែកមានហាមមុតដូចមុខកំបិតកោប្រវេយប្រចាក់តែគ្នាឯងស្រែកកាញ់ជ្រូលឆោឡោផុងធ្លាក់ទៅក្នុងទឹកក្រុតប្រៃផ្សាលិចអស់ស្រឹមដល់បាតស្ទឹងប្រឹងច្រឡោតខ្លះទៅតាមខ្សែទឹកខ្លះទៅច្រាស់ខ្សែទឹកទៅឡើងក្នុងទីតីពួកនិរិយបាលមានកង្វាដែកសន្ទូចដែកគ្រប់ដៃខ្វាថ្ពួកស្ទូចទាញឡើងមកវិញដេញពួយចាក់កាប់សម្ពងឲ្យរត់ធ្លាក់ទៅក្នុងស្ទឹងនោះទៀតព្រះបាទនេមិរាជទតឃើញដូច្នោះទ្រង់តាសនាតក់ស្លុតរន្ធត់ក្រៃពេកទើបទ្រង់ព្រះពុច្ឆាថាសត្វនរកនេះពីដើមធ្វើបាបកម្មអ្វីមាតុលីទូលថាពីដើមជាមនុស្សមានកម្លាំងមានអានុភាពមានចិត្តអាក្រក់បៀតបៀនរំលោភលើពួកអ្នកខ្សត់ខ្សោយមាតុលីទូលបណ្ដាបរតបណ្ដានាំព្រះអង្គទតកន្លែងនរកតទៅទៀតព្រះរាជាចុះសត្វនរកពួកនេះពីដើមធ្វើកម្មអ្វីបានជាពួកឆ្កែព្រៃពួកក្អែកពួកថ្មាតដេញខំដេញចិត្តប្រជែងគ្នាដូចនេះមាតុលីពីដើមវាជាមនុស្សកំណាញ់ចិត្តអាក្រក់ជេរប្រតិចបៀតបៀនប្រទុះចំពោះសមណព្រាហ្មណ៍ដែលស្វែងរកផឹកខាព្រះរាជាចុះសត្វនរកពួកនេះដែលមានសរីរៈឆេះសន្ធោសន្ធៅដើរលើផែនដីក្តៅថែមទាំងនាយនិរិយបាល
សម្ពួងដោយដំបងដៃទាំងឡាយមានភ្លើងដែរតើពីដើមវាធ្វើកម្មអ្វីមេតាលីពីដើមវាជាមនុស្សមានបាបធម៌មានចិត្តអាក្រក់ពេញបន្ទប់ជេរប្រតិចបុករុកដុតកម្ដៅដោយវាចានៅមនុស្សអ្នកមានកុសលធម៌មានចិត្តល្អព្រះរាជាចោះសត្វនរកពួកនេះមានអណ្ដាតភ្លើងឆេះជុំវិញខ្លួនរត់ទៅធ្លាក់រណ្ដៅរងើកភ្លើងទៀតហើយស្រែកធ្ងោតើពីដើមវាធ្វើកម្មអ្វីមេតាលីពីដើមវាជាមនុស្សអាងសាកសេកោងបំផន់យកជំនះលើក្តីសុចរិតព្រះរាជាផ្ទះទឹកទង់ដែងធំមានភ្លើងឆេះសន្ធោសន្ធៅរុនទាលច្រាលច្អៅសត្វនរកទាំងនេះរត់អោនក្បាលសំយងជ្រមុជទៅក្នុងផ្ទះទឹកទង់ដែងនេះតើពីដើមវាធ្វើកម្មអ្វីព្រះរាជាពីដើមវាជាមនុស្សកាន់ធូលិមួកបៀតបៀនប្រតិចផ្ដាសានៅសមណៈជីព្រាមអ្នកមានសិលនៅជាសុខស្ងៀមព្រះរាជាពួកនាយនិរយបាលត្របែងកសត្វនរកហើយកាប់ពន្លះបោះទៅក្នុងទឹកក្តៅតើពីដើមសត្វនរកពួកនេះធ្វើកម្មដូចម្ដេចមេតាលីពីដើមវាជាមនុស្សធ្វើជងធ្វើអន្ទាក់ដាក់បាក់សីព្រះរាជាស្ទឹងនេះមានទឹកច្រើនមានច្រាំងជ្រាលរយៈមានកំពុងរៀបទៀបសត្វនរកពួកនេះស្រេកទឹកចុះទៅផឹកក្នុងស្ទឹងនោះស្រាប់តែទឹកคล้ายទៅជាអង្កាមតើសត្វនរកទាំងនេះពីដើមធ្វើបាបកម្មដូចម្ដេចមេតាលីពីដើមវាជាមនុស្សមានកិច្ចការមិនបរិសុទ្ធច្រើនតែមានការបន្លំលាយនៅស្រូវសុទ្ធដោយអង្កាមជាដើមលក់ឲ្យអ្នកទិញព្រះរាជាសត្វនរកពួកនេះកំពុងតែកន្ទក់កន្ទិញយំស្រែកពុំដឹងជាដោយហេតុអ្វីស្រាប់តែពួកនិរយបាលព្រួតគ្នាចាក់នៅអ្នកដែលកំពុងមានទុក្ខស្រាប់ដោយព្រួយក៏មានដោយលំបែងក៏មានទំលាយសរីរៈពីម្ខាងទៅម្ខាងតើសត្វនរកពួកនេះពីដើមធ្វើបាបកម្មដូចម្ដេចមេតាលីពីដើមវាជាមនុស្សលួចទ្រព្យគេមកចិញ្ចឹមជីវិតព្រះរាជាសត្វនរកក្រុមនេះមានច្រើនពួកខ្លះត្រូវនិរយបាលចងអូសពួកខ្លះត្រូវនិរយបាលចិញ្ច្រាំពួកខ្លះត្រូវពួកនិរយបាលផ្ដួលឲ្យដួលហើយកិនដោយរនេលឲ្យខ្ទេចខ្ទីតើពីដើមវាធ្វើបាបកម្មដូចម្ដេចមេតាលីពីដើមវាជាមនុស្សជាអ្នកសម្លាប់ទ្រាយជ្រូកត្រីគោក្របីពូប៉ែជៀមដាក់លក់ឯដររៀនផ្សារព្រះរាជាអន្លង់នេះពេញពោដោយម៉ូតនិងការីស័កមានក្លិនអាក្រក់ផ្សាយសំអុយទៅគ្រប់ទិសពួកសត្វនរកដណ្ដើមគ្នាចុះស៊ីម៉ូតនិងការីស័កនោះតើពួកសត្វនរកទាំងអស់នេះពីដើមវាធ្វើបាបកម្មដូចម្ដេចមេតាលីពីដើមវាជាមនុស្សអ្នកបង្កសេចក្តីទុក្ខដល់មិត្តសម្លាញ់បៀតបៀនមិត្តសម្លាញ់ទ្រុះមិត្តព្រះរាជាអន្លង់នេះពេញពោដោយខ្ទុះនិងឈាមក្លិនអាក្រក់ស្អុយផ្សាយទៅពួកសត្វនរកនាំគ្នាចុះផឹកខ្ទុះនិងឈាមសំអុយនោះតើពួកសត្វនរកទាំងនេះពីដើមធ្វើបាបកម្មដូចម្ដេចមេតាលីពីដើមវាជាមនុស្សបៀតបៀនព្រះអរហន្តបៀតបៀនមេដាបេដាដែលលោកហៅថាគ្រោះបារាជិកព្រះរាជាអ្នកចូលមើលសត្វនរកមានអណ្ដាតមុតដោយសន្ទូចដូចស្បែកដែលគេខ្វាដោយកង្វាញាក់ញ័រដូចត្រីជាប់សន្ទូចដែលគេបោះទៅលើគោកយំនូនីលបង្ហៀទឹកមាត់លាយដោយឈាមតើពួកសត្វនរកទាំងនេះពីដើមធ្វើបាបកម្មដូចម្ដេចមេតាលីពីដើមវាជាមនុស្សស្ថិតនៅក្នុងតំណែងជាអ្នកកាត់ថ្លៃទំនិញបន្ថោកទំនិញមានតម្លៃច្រើនបង្កើនថ្លៃទំនិញមានតម្លៃតិចព្រោះមានគំនិតកាយយកប្រយោជន៍ផ្ទាល់ខ្លួនព្រះរាជាពួកស្រីនរកទាំងនេះមានខ្លួនរយៈរយាយដាច់អាក្រក់គូខ្លាចមានខ្លួនប្រឡាក់ដោយឈាមនិងខ្ទុះមានខ្លួនត្រឹមចង្កេះលិចចុះទៅក្នុងផែនដីមានភ្លើងឆេះសន្ធោសន្ធៅមានភ្នំរមៀលកិនយំកន្ទក់កន្ទិញតើពីដើមស្រីនរកទាំងនេះវាបានធ្វើបាបកម្មដូចម្ដេចមេតាលីពីដើមវាជាស្រីអ្នកលេងនៅល្បែងផ្សេងដើរលេងមិនចេះឆ្អែតលះបង់ស្វាមីត្រាច់ទៅរកប្រុសដតីវាសិតស្អាងខ្លួនដោយចិត្តក្បត់ទៅបានជាប្រឡាក់ដោយខ្ទុះនិងឈាមវាធ្វើបាបឲ្យលំបាកចិត្តទៅបានជាវាយំកន្ទក់កន្ទិញវាចូលចិត្តដើរលេងទៅត្រូវគេកប់ខ្លួនត្រឹមចង្កេះ
វាសប្បាយដោយការប្តីផ្ដួលរបស់បុរសដតីទៅបានជាភ្នំរមៀលកិនព្រះរាជាសត្វនរកមួយពួកទៀតនោះត្រូវនាយនារីបាលចាប់ជើងសំយងក្បាលចុះបុកសម្រុកបញ្ចូលក្បាលទៅក្នុងរណ្ដៅដូចជាគេដាំបង្គោលរបងតើពីដើមសត្វនរកទាំងនេះបានធ្វើបាបកម្មដោយម្ដេចមាតាលីពីដើមវាជាមនុស្សកាន់អំពើរបស់អសប្បុរសគឺក្បត់ចិត្តភរិយាឯងទៅស្វែងរកភរិយាដតីព្រះរាជាសត្វនរកពួកនេះចម្រុះគ្នារងទុក្ខវេទនាទីតីរៀងខ្លួនមួយខ្លួនរួចពីទុក្ខបែបនេះទៅទទួលទុក្ខបែបនោះទៀតឥតកំណត់ជាអ្នកត្រដាបត្រដួសមានរូបគួរឲ្យខ្លាចពន់ពេកតើពីដើមវាបានធ្វើបាបកម្មដោយម្ដេចមាតាលីពីដើមវាជាមនុស្សមានទ្រឹស្ដីខុសផ្ទុយពីការពិតព្រោះមោហៈគឺមានសេចក្តីយល់ថាការឲ្យទានមិនមានផលនៃអំពើល្អនិងអំពើអាក្រក់មិនមានមាតាបិតាមិនមានគុណសមណៈព្រាហ្មណ៍ប្រព្រឹត្តវត្តប្រតិបត្តិឥតប្រយោជន៍សត្វទៅចាប់ជាតិកំណើតកើតជាថ្មីទៀតមិនមានលោកដតីមិនមានយល់ខុសដូច្នេះហើយថែមទាំងបបួលអ្នកដតីឲ្យយល់ខុសចាកគុណលួងធម៌តាមទ្រឹស្ដីខ្លួនឯងកាលមាតាលីទេវបុត្រកំពុងក្រាបទូលព្រះរាជានៅការឆេះក្នុងនរកនៃពួកជនអ្នកមានមិច្ឆាទ្រឹស្ដីពួកទេវតាបានមកប្រជុំគ្នាក្នុងទេវសភាឈ្មោះសុធម្មានាឋានទេវលោករងចាំទទួលព្រះរាជដំណើរនៃព្រះបាទនេមិរាជបាត់មិនឃើញអស់វេលាដ៏យូរក៏រអ៊ូរទាំគ្រប់គ្នាចំណែកខាងព្រះឥន្ទជាស្ដេចនៃទេវតាពិចារណាជ្រាបថាមាតាលីទេវតាកំពុងនាំព្រះបាទនេមិរាជទៅឋាននរកក៏ទ្រង់ព្រះចិន្តាថាព្រះបាទនេមិរាជទៅឋាននរកដរាបអស់ព្រះជន្មក៏មិនសពឋាននរកដែរទើបទ្រង់ត្រាស់ព្រះរាជបញ្ជាឲ្យមហាជនទេវបុត្រទៅប្រាប់មាតាលីទេវបុត្រឲ្យនាំព្រះបាទនេមិរាជទៅឋានសួគ៌យ៉ាងប្រញាប់មាតាលីទេវបុត្របរតឆ្ពោះទៅកាន់ទេវលោកសួគ៌នាយព្រះបាទនេមិរាជទ្រង់ស្ដេចទៅដល់ទ្រង់រីករាយដោយទស្សនីយភាពដ៏ល្អហួសប្រមាណទ្រង់ទតឃើញទិព្វវិមានរបស់ទេពធីតាឈ្មោះវរុណីមានកំពូល5ស្រួចខ្ពស់លលៃល្អអស្ចារ្យប្រដាប់ដោយគ្រឿងអលង្ការសមលំនាំឥតខ្ចោះនៅកណ្ដាលឧទ្យានមានស្លឹកនិងផ្កាផ្លែល្អស្រស់ក្បែរស្រះបោកខរណីដែលព័ទ្ធព័ន្ធដោយដើមកលព្រឹកមានស្លឹកលោះខ្ចីព្រះចក្រីបានទស្សនាឃើញទាំងនាងវរុណីបើកបង្អួចមេនីសីហបញ្ជោកំពុងសាទរជាមួយនឹងពាន់ស្រីទេពអប្សរទាំងឡាយយាងយះកែក្រែងត្រទេសត្រទន់ទៅគង់លើខ្នងសិរីសយនាជាទីមនោរម្យជាទិព្វរូបអារម្មណ៍ដូចជាអន្ទាក់ធម្មជាតិទាក់ទាញព្រះនេត្រសម្ដេចព្រះភូវនាថឲ្យងាករេបែរទៅទតមិនចេះឆ្អែតជាហេតុឲ្យព្រឺព្រួចសពព្រះលោមាញ៉ាំងព្រះឱរានៃព្រះរាជាឲ្យញោប្រផាប់ចាប់អារម្មណ៍ណាស់ទើបទ្រង់មានព្រះតម្រាស់ត្រាស់សួរមាតាលីថាណែទេវសារថីវិមាននេះមានកំពូល5ល្អមហិមាមាននារីមានអានុភាពធំប្រដាប់ដោយកម្រងផ្កាសម្ដែងនៅទេវរិទ្ធច្រើនប្រការនៅកណ្ដាលដំណេកមនាលទេពបម្រើខ្ញុំមានសេចក្តីរីករាយណាស់ព្រោះឃើញវិមាននេះតើនារីដែលរីករាយក្នុងវិមាននេះនាងបានធ្វើកុសលកម្មដូចម្ដេចមាតាលីនាងវរុណីដែលទ្រង់ធ្លាប់ជ្រាបហើយថាជាទាសីកើតក្នុងផ្ទៃទាសីក្នុងផ្ទះនៃព្រាហ្មណ៍នាងវរុណីនេះដឹងថាភិក្ខុជាភ្ញៀវមានផត្តកាលដល់ហើយនាងរីករាយក្នុងការប្រគេនចង្ហាន់ដល់ភិក្ខុនោះដូចជាមេដាដែលត្រេកអរចំពោះបុត្ររបស់ខ្លួននាងជាអ្នកសង្រួមជាអ្នកចែកទានទើបបានមករីករាយក្នុងវិមាននេះព្រះរាជាវិមានមាសទាំង7មានពន្លឺរុងរឿងមានទេវបុត្រប្រដាប់ដោយគ្រឿងអំពូលគ្រប់បែបមានពួកនាងទេពធីតាចោមរោមចាំបម្រើត្រៀបត្រាក្នុងវិមាននោះតើទេវបុត្រនោះបានធ្វើកុសលកម្មដូចម្ដេចមាតាលីទេវបុត្រនេះពីដើមជាកហបតីឈ្មោះសោណតិនបានសាងកុដ7ខ្នងឧទ្ទិសចំពោះបព្វជិតបានបម្រើភិក្ខុទាំងឡាយមានសិលដែលនៅក្នុងកុដនេះ
បានប្រគេនចីវរនិងផតតាហារក្សាឧបោសថសង្រួមតាមត្រណមសិលទៅបានមករីករាយក្នុងវិមាននេះព្រះរាជាវិមាននេះរុងរឿងដោយជញ្ជាំងជាវិការៈនៃកែវផលិតរុងរឿងដល់កំពូលពេញដោយនារីប្រសើរប្រសើរកំពុងកំសាន្តសប្បាយដោយទឹកនិងភោជននិងកិរិយារាំច្រៀងតើពួកនារីទាំងនោះបានធ្វើកុសលកម្មដូចម្ដេចមេតល័យពីដើមពួកនារីទាំងអស់នោះជាមនុស្សមានសិលត្រេកអរក្នុងការឲ្យទានតាំងនៅក្នុងសច្ចធម៌ជាអ្នកសង្រួមទៅបានមករីករាយក្នុងវិមាននេះព្រះរាជាវិមាននេះរុងរឿងដោយជញ្ជាំងជាវិការៈនៃកែវពិទូមានសូរសំឡេងដូចតន្ត្រីជាទឹកលាន់ឮឡើងរងំស្រងាត់គួរឲ្យចង់ស្ដាប់ព្រោះសូរស័ព្ទសំឡេងពីរោះយ៉ាងនេះពីមុនមកខ្ញុំមិនដែលឮតើទេវបុត្រទាំងនោះពីដើមបានធ្វើកុសលកម្មដូចម្ដេចទើបបានមករីករាយក្នុងវិមាននេះមេតល័យពីដើមទេវបុត្រទាំងនេះជាមនុស្សបានកសាងសួនច្បារស្រះទឹកអណ្ដូងទឹកផ្លូវថ្នល់និងស្ពានបានប្រតិបត្តិព្រះអរហន្តទាំងឡាយដោយមានចិត្តត្រជាក់បានប្រគេនចីវរបិណ្ឌបាតសេនាសនៈនិងគិលានភេសជ្ជៈរក្សាឧបោសថសង្រួមតាមត្រណមសិលជាអ្នកចែកទានទើបបានមករីករាយក្នុងវិមាននេះឡាព្រះរាជាវិមានទាំងឡាយនេះមានចំនួនច្រើនសុទ្ធតែជាវិការៈនៃមាសតាំងនៅឯដកអាកាសមានពន្លឺរុងរឿងដូចជាផ្លេកបន្ទោក្នុងចន្លោះនៃមេឃក្នុងវិមានទាំងនោះមានពួកទេវបុត្រមានឫទ្ធិច្រើនសុទ្ធតែប្រដាប់ដោយគ្រឿងអំពូលគ្រប់បែបមានពួកស្រីទេពអប្សរចោមរោមរេរាំប្រតិសិនវិលវងជុំវិញតើពួកទេវបុត្រទាំងនោះបានធ្វើកុសលកម្មដូចម្ដេចមេតល័យពីដើមពួកទេវបុត្រទាំងនោះជាមនុស្សជាសាវកនៃព្រះសម្មាសម្ពុទ្ធតាំងនៅសុខដោយសទ្ធាក្នុងព្រះសទ្ធម្មបានប្រព្រឹត្តតាមព្រះពុទ្ធវចនៈរបស់ព្រះសាស្តាបបិទ្ធព្រះរាជាឋានទាំងឡាយដែលទ្រង់ក្រឡេកទៅឃើញគឺឋានរបស់ទេវបុត្រទាំងឡាយនោះបបិទ្ធព្រះរាជាឋានរបស់សត្វអ្នកមានបាបកម្មទ្រង់បានជ្រាបហើយទាំងឋានរបស់សត្វអ្នកមានកល្យាណកម្មក៏ទ្រង់បានជ្រាបហើយដែរឥឡូវនេះសូមទ្រង់ស្ដេចទៅកាន់សំណាក់ទេវរាជមេតល័យទូលដូច្នោះហើយក៏បរវេជយន្តឆ្លងកាត់ភ្នំសន្តបរិភ័ណ្ឌនិងសមុទ្រសីតណ្ដទាំងពីរជាន់សំដៅទៅឋានត្រៃត្រឹងព្រះបាទនេមិរាជទ្រង់ស្ថិតនៅលើទឹកយានបានក្រឡេកឃើញភ្នំសន្តបរិភ័ណ្ឌក្នុងចន្លោះសមុទ្រសីតណ្ដទើបទ្រង់សួរទេវសារថីថាតើភ្នំទាំងនេះឈ្មោះអ្វីខ្លះមេតល័យភ្នំធំទាំងឡាយនេះក្នុងសមុទ្រសីតណ្ដគឺភ្នំសុទោស1ករវឹក1អ៊ីសិនធោ1យុគន្ធោ1នេមិនធោ1វិនតក1អសកាន់1ជាភ្នំមានកំពូលខ្ពស់ឡើងតាមលំដាប់រៀងគ្នាបបិទ្ធមហារាជភ្នំដែលទ្រង់ក្រឡេកឃើញនោះជាលំនៅនៃមហារាជទាំងឡាយ4ព្រះអង្គដែលជាសេនារបស់ព្រះឥន្ទព្រះរាជាទ្វារមានរូបច្រើនជាអនេកដូចជារូបព្រះឥន្ទដ៏រុងរឿងវិចិត្រដោយរតនវត្ថុផ្សេងជាទីគូស្បើមដូចជាព្រៃធំដែលពួកខ្លាធំចាំរក្សាតើគេហៅទ្វារនេះថាទ្វារអ្វីមេតល័យទ្វារនេះឈ្មោះចិត្តកោฏជាទីចូលចិត្តនៃទេវរាជសូមទ្រង់ចូលទៅតាមទ្វារនោះចោះព្រះបាទនេមិរាជស្ថិតនៅលើទិបយានបានចូលទៅតាមទ្វារចិត្តកោฏបានទតឃើញនៅទេវលោកទ្រង់ត្រាស់សួរថាវិមាននេះឈ្មោះអ្វីមេតល័យទេវសភាដែលព្រះអង្គទតឃើញនោះឈ្មោះសុធម្មាទេវសភានោះរុងរឿងដោយកែវពិទូដ៏វិចិត្រដោយសសរសុទ្ធតែ8ជ្រុងជាវិការៈនៃកែវពិទូទាំងអស់ពួកទេវតានៅឋានត្រៃត្រឹងគ្រប់អង្គមានព្រះឥន្ទជាប្រមុខតែងប្រជុំគ្នាក្នុងទីនោះគិតគូរនៅសេចក្តីចម្រើនរបស់ទេវតានិងមនុស្សទាំងឡាយបបិទ្ធព្រះរាជាសូមទ្រង់ចូលទៅកាន់ទីអនុមោទនានៃទេវតាទាំងឡាយតាមទ្វារនេះពួកទេពនិករបានឃើញព្រះរាជានោះបានស្ដេចមកហើយត្រេកអរទទួលថាបបិទ្ធមហារាជដំណើរដែលព្រះអង្គស្ដេចមកនេះប្រពៃហើយឥឡូវនេះសូមព្រះអង្គគង់ក្នុងទីចិត្តនៃទេវរាជចោះ
សកទេវរាជទ្រង់ត្រេកអរទទួលព្រះរាជដំណើរអញ្ជើញព្រះអង្គដោយអាសនៈផងដោយកាមទាំងឡាយផងថាព្រះអង្គស្ដេចមកដល់លំនៅនៃទេវតាទាំងឡាយជាដំណើរប្រពៃណាស់សូមព្រះអង្គគង់នៅក្នុងទេវលោកជាទីញ៉ាំងសេចក្តីប្រាថ្នាទាំងពួងឲ្យសម្រេចសូមព្រះអង្គបរិភោគកាមទាំងឡាយដែលមិនមែនជារបស់មនុស្សក្នុងតាវតឹងទេវលោកនេះចុះព្រះបាទនេមិរាជតបថាខ្ញុំព្រះអង្គអរព្រះគុណណាស់ហើយប៉ុន្តែវត្ថុណាដែលបានព្រោះគេឲ្យវត្ថុនោះមិនខុសពីទ្រព្យខ្ចីគេទេខ្ញុំព្រះអង្គឥតចង់បានវត្ថុដែលកើតដោយបុណ្យគេដែលគេឲ្យនោះទេបុណ្យទាំងឡាយដែលខ្ញុំព្រះអង្គបានធ្វើខ្លួនឯងនោះទៅជាទ្រព្យរបស់ខ្ញុំព្រះអង្គនឹងត្រឡប់ទៅធ្វើកុសលដោយការឲ្យទានផងដោយការប្រព្រឹត្តស្មើផងដោយការសង្រួមឥន្ទ្រីផងក្នុងពួកមនុស្សឲ្យបានចំនួនច្រើនទើបខ្ញុំព្រះអង្គដល់នៅសេចក្តីសុខមិនក្តៅក្រហាយខាងក្រោយព្រះបាទនេមិរាជសម្ដែងធម៌ដោយព្រះសូរសៀងដ៏ពិរោះចំពោះទេវតាទាំងឡាយញ៉ាំងពួកទេវតាឲ្យត្រេកអរអស់វេលា7ថ្ងៃទ្រង់ស្ថិតនៅចំពាក់កណ្ដាលនៃពួកទេវតាទ្រង់សរសើរគុណមេតល័យថាមេតល័យទេវសារថីជាអ្នកមានឧបការៈច្រើនដល់ខ្ញុំព្រោះបានបង្ហាញនៅឋាននៃសត្វដែលមានពុញ្ញកម្មនិងឋាននៃសត្វមានបាបកម្មដល់ខ្ញុំទ្រង់សរសើរដូច្នេះហើយទើបទ្រង់លាសកទេវរាជនិងពួកទេវតាទាំងឡាយគង់លើវេជ្ជយន្តរថដែលមេតល័យទេវបុត្របរហោះផ្លោះចុះមកកាន់នគរមិថិលានាមនុស្សលោកឋានឯនេះវិញមហាជនក៏មានសេចក្តីត្រេកអរចូលមកឈូឆកកកពាសពេញក្រាបបង្គំគាល់សួរនៅព្រះរាជដំណើរដែលទ្រង់ស្ដេចទៅកាន់ទេវលោកព្រះអង្គទ្រង់ពរនានៅសម្បត្តិទេវតាដោយន័យដោយច្រើនជាអនេកប្រការហើយទ្រង់ទូលមានថាអ្នកទាំងឡាយចូលធ្វើបុណ្យទាំងឡាយមានទានសិលជាដើមនឹងបានទៅកើតក្នុងទេវលោកនោះចំណេរកាលមកខាងក្រោយកាលដែលព្រះអង្គមានព្រះកេសាស្កូវមួយសរសៃទ្រង់ព្រួយព្រះハរតីឥតក្តីជ្រះថ្លាក្នុងរាជសម្បត្តិសោះទើបទ្រង់ដាក់រាជព្រះរាជាទានដល់ព្រះរាជឱរសព្រះនាមកាឡារជុឲ្យសោយរាជតព្រះរាជបវេណីហើយទ្រង់ស្ដេចទៅសាងភ្នោះជាឥសីគង់នៅក្នុងព្រៃស្វាយគឺសួនអម្ពវ័ននេះឯងព្រះរាជឥសីបានចម្រើននៅព្រហ្មវិហារទាំង4សម្រាប់ឈានបានទៅកើតក្នុងព្រហ្មលោកព្រះសាស្តាបាននាំព្រះធម៌ទេសនានេះមកសម្ដែងហើយទ្រង់មានព្រះពុទ្ធដីកាថាមនាលភិក្ខុទាំងឡាយតថាគតចេញទៅកាន់មហាភិនិស្សក្រមមិនតែក្នុងកាលឥឡូវនេះទេពីដើមក៏ចេញទៅកាន់មហាភិនិស្សក្រមដែរហើយទ្រង់ប្រជុំជាដកថាព្រះឥន្ទក្នុងកាលនោះបានជាអនុរុទ្ធក្នុងកាលឥឡូវនេះមេតល័យទេវបុត្របានជាអនន្តភិក្ខុពួកក្សត្រ 84000 ព្រះអង្គបានជាពុទ្ធបរិស័ទឯព្រះបាទនេមិរាជគឺជាអង្គអញតថាគតជាសម្មាសម្ពុទ្ធនេះអង្គចប់នេមិរាជជាដកទី4ដោយសង្ខេប